ខ្ញុំបានលួចអីទេរបស់ស្អីក៏ខ្ញុំបានយកដែរខ្ញុំនឹងតែទៅប្តឹងប៉ូលីសឥឡូវនេះបើឯងមិនបានចូលអ្វីមែនឯងនឹងមិនមានទោសទេកុំប្តឹងឲ្យសោះណាខ្ញុំមិនចង់ធ្វើបាបសន្យាទេកុំប្តឹងប៉ូលីសអីរំពេចនោះនីពើបានច្រានសន្យាដួលទៅលើឥដ្ឋខណៈដែលគេបានទាញកំបិតយ៉ាងធំចេញមកយើងបានប្រាប់ហើយថាកុំឲ្យប្តឹងប៉ូលីសហេតុអីក៏មិនស្ដាប់យើងអីចេញឲ្យឆ្ងាយទៅកុំចូលមកចិត្តខ្ញុំណាឆាប់ថយចេញទៅអីរឿងខ្ញុំកែខ្លួនហើយនៅក្នុងគ្រួសារមួយដែលឪពុកម្ដាយទៅតែរៀបចំមង្គលការឲ្យរួចរាល់ប្តីប្រពន្ធទាំងពីរបែកផ្ទះមនុស្សផ្សេងដោយឡែកពីឪពុកម្ដាយទាំងសងខាងខណៈដែលប្រពន្ធមិនសូវចេះធ្វើម្ហូបប៉ុន្មានឡើយអ្នកជាប្តីមកដល់ពីធ្វើការវិញក៏បានបន្លឺទៅកាន់ប្រពន្ធរបស់ខ្លួនថាតើបាយម្ហូបរួចរាល់ហើយនៅបងមកពីធ្វើការវិញហើយអូនឯងបានរៀបចំបាយទឹកសម្រាប់ប្តីទេខ្ញុំរៀបចំបាយទឹកសម្រាប់បងរួចរាល់ហើយតែបាយម្ហូបឆ្ងាញ់ឬអត់នោះគឺអាស្រ័យលើបងដែលជាអ្នកហូបហើយបងដឹងថាអូនឯងមិនសូវជំនាញខាងធ្វើម្ហូបទេបងក៏មិនបន្ទោសដែរតែអូនឯងត្រូវទៅរៀនពីជំនាញធ្វើម្ហូបនេះព្រោះទៅថ្ងៃមុខយើងនឹងមានកូនចៅទៀតណាចាខ្ញុំយល់ហើយខ្ញុំនឹងរៀនពីជំនាញធ្វើម្ហូបនេះឲ្យបានច្រើនដើម្បីប្តីរបស់ខ្ញុំទៅថ្ងៃខាងមុខប្តីមានតែមួយបានហើយកុំរៀនចេះធ្វើម្ហូបបានច្រើនហើយទៅចោលប្តីបងគ្រាន់តែចង់ឲ្យអូនយកចិត្តប្តីពេលប្តីខឹងគ្រាន់តែធ្វើម្ហូបឆ្ងាញ់ឲ្យប្តីដឹងតែលេងខឹងហើយចាលោកប្តីបានអញ្ចឹងបងហូបបាយទេចុះអូនឯងហូបបាយហើយនៅខ្ញុំហូបអីផ្សេងរួចហើយបងហូបម្នាក់ឯងចោះណាបានខណៈដែលប្តីកំពុងតែពិសាបាយសន្យាបានចេញមកមុខផ្ទះមកយកអីវ៉ាន់របស់នាងអីអរគុណហើយណាបងអ្នកដាច់ដែលបានយកអីវ៉ាន់មកដល់មុខផ្ទះខ្ញុំបែបនេះម៉ួយរហូតសោះហ្នឹងណារឿងអីដែលថាខ្ញុំមិនចំណាំលេខមិនចំណាំផ្ទះរបស់ម៉ួយចាអរគុណហើយដែលបានចំណាំផ្ទះនឹងលេខរបស់ខ្ញុំនោះបងឆាប់ទៅវិញចាស់កុំឲ្យប្តីខ្ញុំមកឃើញលាសិនហើយអញ្ចឹងអ្នកដឹកបានចាក់ចេញទៅផ្លេតសន្យាយកអីវ៉ាន់នោះចូលទៅក្នុងផ្ទះតែរំពេចនោះមានអ្នកមកអើតនៅមុខផ្ទះដោយបានស្រែកហៅសន្យាចេញមកក្រៅសិនមកកុំតន់អើចូលទៅក្នុងអីអ្នកណាគេមករកអីទៀតហើយអ្នកណាគេមករកអីអូនសំលេងមនុស្សប្រុសទៀតតាក់ទងមនុស្សប្រុសតាំងពីអង្កលបានជាស្គាល់គ្នាមកហៅឆ្លើយឆ្លងគ្នាដល់ផ្ទះនោះអីបងឯងនៅក្នុងផ្ទះហើយណែទុកឲ្យខ្ញុំជាអ្នកចេញទៅជួបគេចាហើយគេមករកអីទៅស្រែកឲ្យរំខានណាសន្យាស្រាប់តែចេញពីក្នុងផ្ទះមកជួបអ្នកដែលបានហៅខ្លួនតែម្ដងណែតើមានរឿងអីជាមួយខ្ញុំហើយលឺចឹងហ្នឹងណាប្រយ័ត្នប្តីខ្ញុំគាត់កាប់ទៅឲ្យតែប៉ុនស្រ័យពេកនោះសន្យានៅចាំខ្ញុំបានទេខ្ញុំនៅចាំតើមានរឿងអីជាមិត្តភក្តិកាលនៅពីក្មេងៗហេតុអីក៏ស្គាល់ផ្ទះខ្ញុំរើចេញមកនៅខាងក្រៅជាមួយប្តីខ្ញុំហើយហ្នឹងងាយទេបើសិនជាខ្ញុំចង់ស្គាល់នោះសន្យាតើខ្ញុំអាចខ្ចីលុយរបស់សន្យាបានទេខ្ញុំខ្វះខាតពិតមែនណាទើបខ្ញុំមកខ្ចីសន្យាបើខ្ញុំមិនខ្វះទេខ្ញុំមិនមែនមកខ្ចីសន្យាទេខ្លាចចិត្តសន្យានិងប្តីសន្យាដូចគ្នាតើអូខេខ្ញុំឲ្យខ្ចីព្រោះយល់ថាយើងគឺជាមិត្តភក្តិនឹងគ្នាតាំងតែពីតូចមកម្លេះណែតើខ្ចីប្រមាណទេខ្ញុំខ្ចី200000សិនមកតើបានទេខ្ញុំមានចាំខ្ញុំឲ្យខ្ចីតែកុំប្រាប់ប្តីខ្ញុំអីណាបើពេលចង់មកសងនោះចាំជួបខ្ញុំចាំនិយាយទៅបើមកជួបប្តីខ្ញុំកុំនិយាយពីរឿងនេះឲ្យសោះណាបាទខ្ញុំដឹងហើយថាចប់ហើយសន្យាបានដកលុយឲ្យមិត្តភក្តិរបស់នាងទៅវិញបាត់ហើយកុំឲ្យប្តីខ្ញុំឃើញតន់អីខ្ញុំលាសិនហើយណាមិត្តភក្តិសន្យាចាក់ចេញពីផ្ទះរបស់នាងផ្លេតបន្ទាប់ពីបានលុយរួចសន្យាបានចូលទៅក្នុងផ្ទះវិញប្តីរបស់នាងក៏បានសួរឡើងតើគេម្នាក់នោះជានរណាបានជាមកផ្ទះយើងនិយាយលួចលាក់ដូចជាមានការអីមួយសំខាន់អូនឯងប្រាប់បងតាមត្រង់មកតើគេមករកអូនក្នុងគោលបំណងអីបងគ្រាន់តែចង់ដឹងតែប៉ុណ្ណោះទេអីគេជាមិត្តភក្តិរបស់ខ្ញុំគេមករកព្រោះថាខានជួបមុខគ្នាយូរណែមិនមានអីច្រើនទេបងកុំគិតច្រើនអីណាឆាប់ទៅងូតទឹកវិញទេអូនឯងប្រកាសហើយថាគេគ្រាន់តែមករកព្រោះតនឹកនេះដោយមិនមានរឿងអីផ្សេងនោះចាប់បងគឺពិតប្រាកដខ្លាំងណាស់បើអញ្ចឹងរួចខ្លួនចូលទៅក្នុងបន្ទប់វិញទេប្តីប្រពន្ធទាំងពីរបានចូលទៅក្នុងបន្ទប់ភ្លេ
នាថ្ងៃបន្ទាប់ប្រស្រ័យបើករថយន្តចាក់ចេញពីផ្ទះដើម្បីទៅធ្វើការខណៈដែលសន្យាបានចាក់ចេញពីផ្ទះទៅផ្សារដូចគ្នាហើយចូលមកដល់ក្នុងផ្សារទំនើបផ្លេតនាងបានជួបជាមួយសង្សារចាស់តែម្ដង ហេសន្យាមកតែម្នាក់ឯងទេអីរួចចុះឯណាស្វាមីរបស់អូននោះ បើមកជាមួយខេងហើយមិនបាច់សួរទេ គ្រាន់តែសួរសោះមួម៉ៅរឿងអីឬមួយក៏ប្តីរបស់អូនមិនល្អដូចជាបងទៅអូនមួម៉ៅអញ្ចឹងបើសិនជាប្តីមិនល្អមែនលេងចោលទៅគ្មានអីពិបាកផង ខ្ញុំរវល់ណាស់លេសិនហើយកុំរញ៉េរញ៉ៃជាមួយខ្ញុំទៀតនិយាយហើយសន្យាក៏បានដើរចេញទៅត្រី តាមមើលទៅប្រហែលជាប្តីមិនល្អជាមួយពិតមែនហើយបើសិនជាប្តីល្អជាមួយប្រហែលជាមិនមែនបែបហ្នឹងទេស ន្យាទិញបន្លែត្រីសាច់រួចរាល់នាងបានមកដល់ផ្ទះវិញដោយនៅក្នុងផ្ទះរបស់នាងហាក់ដូចជាមានអ្នកមករើកកាយហើយមុនខ្ញុំចេញទៅក្រៅផ្ទះរៀបស្អាតហើយតែឥឡូវមិនក៏រញ៉េរញ៉ៃម្លេះមានអ្នកចូលមកផ្ទះខ្ញុំមែនទេរំពេចនោះមាត់ផែដែលនាងបានឲ្យប្រាក់ខ្ចីថ្ងៃមុនស្រាប់តែចេញពីក្នុងបន្ទប់ដេករបស់នាងតែម្ដងហើយអញចូលមកក្នុងផ្ទះខ្ញុំធ្វើអីចង់លួចស្អីក្នុងផ្ទះខ្ញុំមែនទេ ខ្ញុំគ្រាន់តែចង់មករកសន្យាតែប៉ុណ្ណោះខ្ញុំអត់មានបំណងអីអាក្រក់ទេ បើមិនមានបំណងអាក្រក់មករើកកាយរបស់ក្នុងផ្ទះរបស់ខ្ញុំដើម្បីអីទេឯងប្រហែលជាចង់លួចអីមួយហើយណែឆ្លើយជាមួយខ្ញុំមកតើឯងចង់លួចរបស់នៅក្នុងផ្ទះខ្ញុំមែនទេ ខ្ញុំមិនបានលួចអីទេរបស់ស្អីក៏ខ្ញុំមិនបានយកដែរ ខ្ញុំនឹងទៅប្តឹងប៉ូលីសឥឡូវនេះបើឯងមិនបានចូលអ្វីមែនឯងនឹងមិនមានទោសទេ កុំប្តឹងឲ្យសោះណាខ្ញុំមិនចង់ធ្វើបាបសន្យាទេកុំប្តឹងប៉ូលីសអី រំពេចនោះនីពតបានច្រានសន្យាដួលទៅលើឥដ្ឋខណៈដែលគេបានទាញកំបិតយ៉ាងធំចេញមក យើងបានប្រាប់ហើយថាកុំឲ្យប្តឹងប៉ូលីសហេតុអីក៏មិនស្ដាប់យើង អើយចេញឲ្យឆ្ងាយទៅកុំចូលមកចិត្តខ្ញុំណាឆាប់ថយចេញទៅអើយ យើងមិនទៅណាទាំងអស់យើងនឹងនៅទីនេះហើយយើងក៏យកជីវិតនាងឯងទៅផងដែរ នីពតបានលើកកំបិតឡើងបំរុងកាប់ទៅលើសន្យាចំណែកឯសន្យាបានក្រោកពីលើឥដ្ឋរត់យ៉ាងលឿនចេញពីក្នុងផ្ទះស្រែកហៅអ្នកជិតខាងឲ្យមកជួយខ្លួនជួយខ្ញុំផងជួយផងមានមនុស្សចង់សម្លាប់ខ្ញុំហើយអ្នកភូមិអើយជួយផងមានមនុស្សចង់សម្លាប់ខ្ញុំហើយជួយផងអ្នកជិតខាងក៏ស្រាប់តែចេញពីក្នុងផ្ទះមកស្របរិសម្នាក់បានរត់ចូលមកជួយដោយបានកាន់ដំបងយ៉ាងធំ អញចង់ធ្វើស្អីគេបែកថ្នាំឲ្យមែនទេបានជាធ្វើអញ្ចឹងវាជារឿងរបស់យើងតើអ្នកផ្សេងបើចង់សុកខ្លួនកុំមកចេះដឹងឲ្យសោះក្នុងនាមយើងជាមនុស្សយើងត្រូវតែចេះដឹងពេលឃើញអញកាន់ក្បិតដេញធ្វើបាបអ្នកដទៃអញ្ចឹងនោះបើអញ្ចឹងអញក៏មិនសុកដែរ នីពតជាកំបិតបំរុងកាប់ទៅលើបរិសម្នាក់ខណៈដែលបរិសម្នាក់នោះបានវាយគេនឹងដំបងបណ្ដាលឲ្យគេដួលភ្លាមអ្នកភូមិក៏បានមកជួយចាប់ដោយរងចាប់ប៉ូលីសមកដល់នឹងយកគេទៅប៉ុស្តិ៍តែម្ដងនាពេលរាត្រីបានឈានចូលមកដល់ឪពុករបស់សន្យាបានមកដល់ផ្ទះរបស់សន្យាពេលដែលទទួលបានដំណឹងមួយនេះ កូនអញមិនកើតអីពុកអណាស់កូនអញរៀបការរួចក៏ចេញបាត់កូនមិនដឹងទេថាវាជាមនុស្សបែកថ្នាំហើយវាតែងតែបោកឆ្នាំងបោកចានចនិចពេលដែលទៅផ្ទះម៉ែឪវាម្ដងពុកមិនបានប្រាប់កូនព្រោះយល់ថាវាមិនចាំបាច់វាមិនដឹងកន្លែងកូនរស់នៅទេតែអ្នកណាដែលស្មានដល់ថាវាមករកកូនដល់ទីនេះហើយថែមទាំងបោកប្រាស់យកលុយរបស់កូនទៀត ខ្ញុំមិនដឹងដូចគ្នាពកពេលគេមកគេនិយាយជាមួយខ្ញុំស្រួលបនណាស់ហើយក៏សុំខ្ចីលុយខ្ញុំគិតថាជាអ្នកភូមិជាមួយគ្នាហើយក៏ធ្លាប់ជាមិត្តភក្តិគ្នាទៀតខ្ញុំមិនគិតថាគេធ្វើរឿងបែបហ្នឹងទេ ពុកក៏នឹកស្មានដល់ដូចគ្នាដែរក្មេងក្នុងភូមិជាក្មេងអាសាសុកក៏ប្រែคล้ายទៅជាបែបនេះកូនឯងថ្ងៃក្រោយកុំសូវទុកចិត្តនរណាពេកណាហើយត្រូវតែប្រាប់ប្តីផងកុំលាក់ប្តីអីកូនស្រីពុកមានរឿងអីមិនងាយប្រាប់ខ្ញុំទេពិបាកនិយាយជាមួយណាពុកសូម្បីតែរឿងនេះក៏លាក់ជាមួយខ្ញុំដែរមិនព្រមប្រាប់ខ្ញុំថាគេមករកអីទេកូនស្រីអើយមានរឿងអីកូនត្រូវតែប្រាប់ឲ្យប្តីបានដឹងកុំលាក់យើងជាប្តីប្រពន្ធប្រៀបបីដូចជាមនុស្សតែមួយអញ្ចឹងណា ចាប់ពកបងខ្ញុំសុំទោសណាខ្ញុំមិននឹកស្មានថាកើតរឿងឡើងទេជិលថាជាមិត្តភក្តិមិនដល់ថ្នាក់រឿងកាប់សម្លាប់គ្នាបែបនេះឡើយ អញ្ចឹងហើយបានជាបងប្រាប់ថាមានរឿងអីអូនត្រូវតែប្រាប់បងត្រូវតែនិយាយជាមួយគ្នាព្រោះថាយើងជាប្តីប្រពន្ធមិនមែនជាអ្នកដទៃទេអូនត្រូវតែចាំពីរឿងនេះផងណា
ចាប់បងខ្ញុំនឹងមិនធ្វើអ្វីដែលមិនបានសួរបងឬក៏ប្រាប់បងទៀតហើយព្រោះខ្ញុំមិនគិតថាវាមានរឿងបែបហ្នឹងទេ ទុកចិត្តលើប្តីប្រពន្ធដែលនៅផ្ទះជាមួយគ្នាវិញកុំទុកចិត្តលើអ្នកក្រៅខ្លាំងពេកបើពេលមានអាសន្នអីអ្នកដែលនៅក្នុងផ្ទះជាមួយគ្នាទេដែលអាចជួយគ្នាបានទាន់ពេលនោះ ចាប់ពកនាថ្ងៃបន្ទាប់ប្រស្រ័យនៅក្នុងបន្ទប់ធ្វើការខណៈនោះផងដែរម្ដាយរបស់គេក៏បានទេតាក់ទងមក ជំរាបសួរម៉ែថ្ងៃនេះទេមកកូនមានការអីពិសេសមែនទេម៉ែ ម៉ែទេទៅសួរកូនឯងព្រោះតែបានឮមកថាកូនប្រសាររបស់ម៉ែមានរឿងណែកូនឯងអត់ប្រាប់ម៉ែអញ្ចឹងកូនគួរណាតែទេមកប្រាប់ម៉ែផងទៅពេលដែលប្រពន្ធរបស់កូនឯងមានរឿងអញ្ចឹងនោះប្រាប់ឲ្យម៉ែបានដឹងផងថ្ងៃក្រោយនោះ ខ្ញុំថាវាមិនសូវចាំបាច់មិនចង់ឲ្យម៉ែបារម្ភខ្លាំងនោះទេរឿងនេះប្តីប្រពន្ធខ្ញុំបានដោះស្រាយរួចហើយម៉ែកុំបារម្ភពីរឿងនេះទៀតអី កូនប្រសារម៉ែទាំងមូលមិនឲ្យម៉ែបារម្ភគឺមិនកើតទេណាកូនថ្ងៃនេះម៉ែនឹងទៅផ្ទះកូនដើម្បីជួបជាមួយប្រពន្ធរបស់កូនណា បានម៉ែប៉ុណ្ណឹងបានហើយណាខ្ញុំកំពុងទៅនៅកន្លែងធ្វើការនៅឡើយទេម៉ែ ប៉ុណ្ណឹងបានហើយកូនប្រុសនាពេលជប់ជន់ម្ដាយក្មេងរបស់ផ្ទះរបស់កូនបែរជាបានឃើញបរិះនិងស្ត្រីចំណាស់កំពុងតែយំសោកអង្វរកូនប្រសាររបស់គាត់មានរឿងអ្វីទៅកូនប្រសារអ្នកជាម្ដាយក្មេងរបស់ក្មួយសន្យាមែនទេអ្នកជួយនិយាយជាមួយសន្យាជំនួសខ្ញុំផងទៅដើម្បីឲ្យនាងនិងប្តីនាងដកពាក្យបណ្ដឹងចំពោះកូនខ្ញុំទោះបីជាកូនខ្ញុំអាក្រក់បែកថ្នាំប៉ុណ្ណានោះក្នុងនាមខ្ញុំជាម្ដាយខ្ញុំមិនចង់ឃើញកូនត្រូវជាប់ទោសក្នុងមន្ទីរឃុំឃាំងនោះទេ ក្មួយជួយដកពាក្យបណ្ដឹងពីកូនពូទៅពូសន្យាថាពូនឹងអប់រំកូនពូឲ្យបានល្អមិនឲ្យកូនពូធ្វើទង្វើដូចនេះចំពោះក្មួយទៀតនោះទេវាជ្រុលដៃមកពេលទេក្មួយពូពេលឃើញកូនពូត្រូវជន់នៅកន្លែងឃុំឃាំងពូពិតជាឈឺចិត្តខ្លាំងណាស់ក្នុងនាមជាឪពុកម្ដាយគឺឈឺចាប់រោគពាក្យអ្វីមកថ្លែងមិនរួចទេក្មួយពូសុំសំពះក្មួយក៏បានដែរឲ្យតែក្មួយព្រមសន្តោសបណីដល់កូនប្រុសរបស់ពូ អ្នកទាំងពីរចង់ឲ្យកូនខ្ញុំលើកលែងទោសដល់កូនប្រុសអ្នកដែលបំរុងតែកាប់សម្លាប់កូនខ្ញុំមែនទេកូនប្រុសរបស់អ្នកទាំងពីរជាមនុស្សបែកហើយដែលហ៊ានធ្វើអញ្ចឹងចំពោះអ្នកដទៃទាំងគេមិនដែលធ្វើអ្វីសោះចំពោះខ្លួននោះខ្ញុំដឹងមកថាកូនប្រុសអ្នកបែកថ្នាំអ្នកចង់ឲ្យកូនរបស់អ្នកមានសេរីភាពមកធ្វើបាបលើកូនប្រសាររបស់ខ្ញុំម្ដងទៀតមែនទេខ្ញុំគិតថាកូនអ្នកមិនអាចកែបានឡើយត្រឹមតែរយៈពេលដ៏ខ្លីនោះគេអាចនឹងមកធ្វើបាបកូនប្រសារខ្ញុំទៀតខ្ញុំមិនអាចលើកលែងបានឡើយ ក្នុងនាមខ្ញុំជាឪពុកខ្ញុំអាណិតកូនណាស់ខ្ញុំក៏មិនចង់ឲ្យកូនខ្លាយជាបែបនេះរាប់អានមនុស្សខុសនាំដើរទៅផ្លូវអគតិដូចនេះឡើយកូនខ្ញុំត្រូវគេពង្វក់ទេសូមក្មួយនឹងប្តីដកពាក្យទៅក្មួយពូសំពះដល់បាតជើងក្មួយក៏បានដែរ ពូកុំធ្វើអញ្ចឹងអីកុំសំពះខ្ញុំនាំតែបាបខ្ញុំទេបើពូចង់ឲ្យកូនពូរួចខ្លួននោះមានតែទុកឲ្យគេរស់នៅក្នុងមណ្ឌលកែប្រែកុំឲ្យគេចេញមកក្រៅពេលនេះអីគេនឹងធ្វើរឿងខុសច្បាប់ទៀតហើយអាចនឹងកាន់តែខ្លាំងជាងមុនក៏ថាបានកូនពូមីងតែងតែធ្វើបាបលើពូមីងទាមទាររកលុយដើម្បីបំពេញតម្រូវការរបស់គេពូមីងមិនដែលគិតពីរឿងទុក្ខលំបាកទាំងអស់នេះទេ ពូជាឪពុកពូអាចលើកលែងឲ្យកូនបានមិនថាស្ថិតនៅក្នុងកលៈទេសៈណានោះទេពូអាចអត់ទោសឲ្យកូនទោសកូនពូអាក្រក់បែបណាមានកំហុសបែបណាក៏នៅតែជាកូនពូដែរកាត់សាច់មិនដាច់ទេក្មួយអើយកូនគឺនៅតែជាកូនមិនអាចផ្លាស់ប្ដូរអ្វីបានទេក្មួយយល់ដល់ពូផងណា ក្មួយគួរតែកាត់ដល់ទឹកចិត្តដែរជាឪពុកម្ដាយផងទៅគ្មានឪពុកម្ដាយណាចង់ឃើញកូនខ្លួនឯងធ្លាក់ក្នុងសភាពអន្តរាយនោះទេតែកូនអ្នកទាំងពីរវាចង់សម្លាប់កូនប្រសារខ្ញុំបើលេងវាចេញមកក្នុងពេលនេះជីវិតកូនប្រសាររបស់ខ្ញុំអ្នកណាជាអ្នកសងទៅអ្នកនឹងប្រើពាក្យសុំទោសឲ្យមកអង្វរកូនប្រសារខ្ញុំសុំឲ្យដកពាក្យបណ្ដឹងដោះលែងឃាតករដែលប៉ុនប៉ងសម្លាប់មនុស្សមែនទេខ្ញុំមិនអាចលើកលែងបានទេអ្នកយកទៅគិតទៅមើលជីវិតមនុស្សទិញមកវិញមិនបានទេហើយក៏គ្មានលក់នៅលើទីផ្សារសេរីដែរ អ្នកនិយាយត្រូវហើយជីវិតមិនអាចលក់នៅលើទីផ្សារបាននោះទេខ្ញុំដឹងថាអ្នកក៏ស្រឡាញ់កូនរបស់អ្នកហើយខ្ញុំក៏ស្រឡាញ់កូនរបស់ខ្ញុំដូចគ្នាដែរពួកយើងស្រឡាញ់កូនដូចគ្នាម៉ែវាយើងទៅផ្ទះវិញកូនយើងវាខុសដល់ថ្នាក់នេះបើយើងនៅតែទទូចឲ្យមេអូនដកពាក្យបណ្ដឹងទៀតវានឹងអាចធ្វើខុសកាន់តែធ្ងន់
ទុកឲ្យវានៅក្នុងមន្ទីរអប់រំនោះតលទៅដល់ពេលវាត្រូវចេញទៅចុះឲ្យវាបានរៀនសូត្រពីកំហុសពីទង្វើព្រៃផ្សៃដែលវាបានធ្វើនាកន្លងមកយើងមិនគួរបណ្ដោយឲ្យវាសែបគប់មិត្តច្រើនផ្ដេសផ្ដាស់រហូតដល់កូនវាលេបថ្នាំរហូតបែកកម្មដ្ឋានដូច្នេះយើងជាម៉ែឪក៏មានកំហុសដូចគ្នាដែរដែលមិនអាចមើលថែវាបានល្អពូមីងលាក្មួយសិនហើយណា ប្តីប្រពន្ធគាត់ទាំងពីរបានចាក់ចេញពីផ្ទះសន្យាកូនឯងធ្វើត្រូវហើយដែលកូនមិនបណ្ដោយឲ្យចិត្តតូទុនលើកលែងទោសឲ្យមនុស្សដែលចង់សម្លាប់កូននោះរឿងផ្សេងយើងអាចលើកលែងបានតែរឿងកាប់សម្លាប់នេះលើកលែងមិនបានទេខ្ញុំនៅតែខ្លាចចំពោះរឿងនេះដូចគ្នាប្តីទៅធ្វើការបាត់នៅតែខ្ញុំម្នាក់ឯងក្នុងផ្ទះតែសំណាងបានអ្នកចិត្តខាងជួយបើមិនអញ្ចឹងទេខ្ញុំចាប់តែម្ដងហើយណាម៉ែអ្នកចិត្តខាងល្អយើងត្រូវតែចេះជួយយកអាសាគេវិញណាកូនចាំម៉ែស្របពេលជាមួយគ្នានោះប្រស្រីក៏បានមកដល់ផ្ទះវិញដូចគ្នា ចំម៉ែមកមែនខ្ញុំស្មានតម៉ែនិយាយលេងជាមួយខ្ញុំតា និយាយលេងស្អីទៅកូនប្រសាមានរឿងម៉ែត្រូវតែមកមើលសួរសុខទុក្ខក្នុងនាមជាម្ដាយក្មេកដ៏ល្អរបស់កូនប្រសាបានម៉ែមកលេងដូច្នេះខ្ញុំធូរចិត្តមិនសូវជាបារម្ភប្រមាណទេអូនចុះបាយម្ហូបឆ្អិនអស់ហើយនៅបងឃ្លានហើយមកដល់សួររឿងបាយទឹកមិនសួរសុខទុក្ខប្រពន្ធតតែសោះប្តីខ្ញុំនៅជាមួយរាល់ថ្ងៃគាត់សួរសុខទុក្ខខ្ញុំជារៀងរាល់ថ្ងៃហើយណាម៉ែម៉ែកុំស្ដីបន្ទោសគាត់អីគ្រាន់តែពេលខ្លះគាត់ឃ្លានបានជាគាត់សួររកបាយមុនប្រពន្ធអញ្ចឹងទេហើយអាកូនប្រុសម្នាក់នេះនឹកឃើញតែរឿងឆៃមិនចេះគិតពីប្រពន្ធមុនសោះបាទម៉ែតោះអូនត្រៀបចំឲ្យប្តីម៉ែមកជាមួយពួកខ្ញុំមកម៉ែដឹងហើយកូនប្រុសហើយ2ខែក្រោយមកឪពុកម្ដាយបានមកសួរសុខទុក្ខកូនប្រុសនៅមន្ទីរឃុំឃាំងដែលឃើញពីសភាពរបស់កូនប្រុសហើយឪពុកម្ដាយពោលឡើងទាំងទឹកភ្នែកកូនប្រុសម្ដាយកូនកាន់តែស្គមទៅហើយកូនឯងនៅទីនេះមានអ្នកធ្វើបាបឬអត់កូនហើយចោលបាយទឹកវិញនោះបានហូបគ្រប់គ្រាន់ដែរទេកូនកូនត្រូវតកែខ្លួនណាពេលកូនចេញពីទីនេះព្យាយាមផ្ដាច់គ្រឿងញៀនទាំងនោះចោលទៅពុកម៉ែនៅផ្ទះរងចាំកូនជានិច្ចពុកម៉ែមិនទាន់ហ៊ានស្លាប់ទេពុកម៉ែរងចាំកូនចេញពីទីនេះទៅផ្ទះយើងវិញណាកូនម៉ែពុកចាំកូនប្រឹងកែខ្លួនផងណាកូនប្រុសកុំដើរផ្លូវខុសទៀតពេលដែលកូនចេញពីទីនេះនោះខ្ញុំសុំទោសពុកម៉ែដែលធ្វើឲ្យពុកម៉ែស្រក់ទឹកភ្នែកព្រោះតែខ្ញុំឥតឈប់ឈរខ្ញុំជាកូនដែលអកតញ្ញូណាស់តែពុកម៉ែនៅតែលើកលែងឲ្យខ្ញុំទោះបីជាខ្ញុំខុសធ្ងន់យ៉ាងណាក៏ដោយខ្ញុំនឹងកែប្រែខ្លួនដើម្បីពុកម៉ែខ្ញុំនឹងមិនធ្វើរឿងដែលខុសច្បាប់ទៀតទេនៅទីនេះមិនស្រួលដូចជានៅផ្ទះយើងទេខ្ញុំខ្លាចតែខ្ញុំមិនអាចធ្វើអ្វីបានទេមានតែទ្រាំរហូតដល់ពេលត្រូវចេញពីទីនេះខ្ញុំសោកស្ដាយខ្លាំងណាស់ពុកម៉ែដែលខ្ញុំបានធ្វើទង្វើអាក្រក់មិនគួរគប្បីចំពោះគ្រប់គ្នាជាពិសេសពុកម៉ែដែលជាអ្នកមានគុណរបស់ខ្ញុំសោកស្ដាយខ្លាំងណាស់ពុកម៉ែកូនប្រុសលុតជង្គង់សំពះឪពុកម្ដាយដោយស្រែកយំកខុចំពោះកំហុសដែលខ្លួនបានសាងនាពេលកន្លងមក7ឆ្នាំក្រោយមកកូនស្រីរបស់សន្យានិងប្រស្រីរត់លេងនៅមុខផ្ទះតែរំពេចនោះមានបរិសម្នាក់មកឈរសម្លឹងមើលនៅមុខផ្ទះរបស់ពួកគេពូមករកអ្នកណាមករកប៉ាម៉ាក់ខ្ញុំមែនទេប៉ាម៉ាក់ក្មួយនៅក្នុងផ្ទះដែរទេប៉ាម៉ាក់ខ្ញុំក៏នៅក្នុងផ្ទះអន្តាពូចាប់ខ្ញុំហៅអើយប៉ាម៉ាក់មានគេមករំពេចនោះឪពុកម្ដាយនាងតូចបានចេញពីក្នុងផ្ទះមកកូនស្រីម្នេះកុំនិយាយជាមួយមនុស្សប្លែកមុខឯងម្នេះធ្វើអីខ្ញុំមិនចង់ពាក់ព័ន្ធអ្វីជាមួយឯងទៀតទេខ្ញុំម្នេះគឺមកក្នុងគោលបំណងតែមួយទេគឺសុំការអភ័យទោសពីសន្យាខ្ញុំកែខ្លួនហើយខ្ញុំមិនធ្វើរឿងដូចពីមុនទៀតទេខ្ញុំសូមឲ្យសន្យាលើកលែងទោសឲ្យខ្ញុំផងខ្ញុំដឹងថាកំហុសខ្ញុំមិនមែនអាចឲ្យសន្យាបំភ្លេចងាយបាននោះទេខ្ញុំគ្រាន់តែចង់ឲ្យសន្យាដឹងថាខ្ញុំកែខ្លួនហើយសូមទោសណាសន្យាខ្ញុំលាសិនហើយថាចប់ហើយគេក៏បានចាកចេញទៅបើគេចេះកែប្រែខ្លួនខ្ញុំក៏មានតែសប្បាយចិត្តជំនួសឪពុកម្ដាយរបស់គេបើបានគេកែខ្លួនឪពុកម្ដាយគេនឹងសប្បាយចិត្តយើងជាមិត្តក៏មានតែការលើកលែងឲ្យគេដូចគ្នាដែរចាប់បង
នីពតមកដល់ផ្ទះវិញស្រែករកឪពុកម្ដាយខណៈនោះឪពុកម្ដាយរបស់គេក៏បានចេញពីក្នុងផ្ទះមក ពុកម៉ែខ្ញុំមកវិញហើយ អើយកូនប្រុសយើងមកវិញហើយក ូនប្រុសមាសឪពុកកូនឯងមកវិញហើយអីពុកម៉ែសប្បាយចិត្តខ្លាំងណាស់កូនខ្ញុំកែខ្លួនហើយខ្ញុំមិនធ្វើឲ្យពុកម៉ែខកចិត្តទៀតនោះទេខ្ញុំកែខ្លួនហើយណាពុកម៉ែ ល្អណាស់កូនប្រុសចូលក្នុងផ្ទះយើងមកកូនប្រុសម្ដាយ មកចូលទៅក្នុងផ្ទះទៅកូនប្រុសបាទពុក ឪពុកម្ដាយនាំកូនប្រុសចូលក្នុងផ្ទះភ្លេតនាពេលជប់ឡើងក៏បានស្រោចទឹកបណ្ដេញរឿងអាក្រក់ឲ្យហូរចេញឆ្ងាយតាមទឹកហើយរូបគេក៏បានកែប្រែខ្លួនពេលចេញពីមន្ទីរឃុំឃាំងនោះដោយប្រឹងប្រែងធ្វើការមើលថែឪពុកម្ដាយវិញ